ចៅយើងរៀនភ្លេងរៀនអីវិញទៅឲ្យគ្នាកាន់ឧបករណ៍ភ្លេងអីវិញទៅក៏ឲ្យគ្នាកាន់កាភ្លើងបាញ់គ្នាសម្រាប់គ្នាដោយខ្ញុំធ្លាប់ជាជនរងគ្រោះម្ដងហើយក្នុងជីវិតខ្ញុំហ្នឹងជនភៀសខ្លួនគឺជាអ្នករងគ្រោះអញ្ចឹងយើងក៏មើលគ្នារងគ្រោះទៅហើយបើយើងបើគេថាធ្វើមិនទទួលស្គាល់អាការលំបាករបស់គ្នាទេអានឹងជីវិតវាអស់ហើយសូមឲ្យគិតគូរយ៉ាងខ្លាំងអំពីបញ្ហាមនុស្ស Please show some compassion. Please give them a sign of hope. Please give them a new home. ទោះជាយើងលំបាកយ៉ាងម៉េចគ្រាន់តែថាមានថ្ងៃណាមួយនឹងភ្លឺស្វាងឡើងវិញហើយមានថ្ងៃណាមួយនឹងគេទៅជួយយើងហើយគេមិនមើលនឹងភ្នែកទេឲ្យមានការជឿជាក់លើខ្លួនឯងហើយឲ្យមានជំនឿថាអនាគតវានឹងគ្រាន់បើជាងសពថ្ងៃហ្នឹងគឺសូមបន្តនៅការតស៊ូព្យាយាមនិងជំនះរាល់ឧបសគ្គអ្នកទាំងអស់គ្នាក៏អាចជួយចែករំលែករឿងរបស់ខ្លួនឯងបានដែរដោយគ្រាន់តែសរសេរឬថតវីដេអូខ្លួនអ្នកឬឪពុកម្ដាយអ្នកដែលជាអតីតជនភៀសខ្លួនជាមួយទូរស័ព្ទ smartphone របស់អ្នកហើយបង្ហោះនៅក្នុង Facebook ជាមួយ hashtag ទ្រង់ជ្រូកជួយគ្នា #hopereturn ហើយចូលទៅកាន់គេហទំព័រខាងលើដើម្បីគាំទ្រនិងផ្ញើសារទៅរដ្ឋាភិបាលជុំវិញពិភពលោកឲ្យបើកបេះដូងនិងបើកព្រំដែន